យកមកបកស្រាយឥឡូវកុំវែងឆ្ងាយវិញនិយាយតែប្រភពហ្នឹងដាច់ចោលស្លាប់ហើយគាត់និយាយថាម៉េចគាត់ថាសង្គ្រាមនៅប្រទេសថៃព្រំដែនខ្មែរថៃនេះគឺជាបច្ច័យនៃអ្នកនយោបាយថៃនិងខ្មែរដែលមានចំណាយខូចដូចគ្នាថៃក៏ខូចខ្មែរក៏ខូចឥឡូវគាត់និយាយពីរឿងខ្មែរខូចអីគាត់ថាអ្វីដែលកម្ពុជាធ្វើកម្ពុជាក៏មានកំហុសថៃក៏មានកំហុសទី1គឺយើងត្រូវតាមដានទៅវិញថាកំហុសដែលចាប់ផ្ដើមដំបូងបំផុតគឺតកតងនឹងមជ្ឈមណ្ឌលឆបោកនៅកម្ពុជាដែលមានជនរងគ្រោះជាង100,000 នាក់ចឹងអត្ថបទកាសែតនេះគឺចាប់ផ្ដើមអំពីការដែលមជ្ឈមណ្ឌលឆបោកនៅកម្ពុជាដែលមានជាង300កន្លែងដែលមានជនរងគ្រោះឬក៏អ្នកដែលពាក់ព័ន្ធនឹងឆបោកនេះមានជាង100,000 នាក់ដែលយើងដឹងថាគឺបើកយ៉ាងធំនៅស្រុកខ្មែរហើយមជ្ឈមណ្ឌលឆបោកនេះតាមអត្ថបទកាសែតនេះថាគឺជាថង់ប្រាក់ហັບប្រាក់ឬក៏ជាមធ្យោបាយធ្វើឲ្យគណៈបកកណ្ដាលអំណាចគឺគណៈបកប្រជាជនកម្ពុជារដ្ឋាភិបាលសពថ្ងៃដែលជារដ្ឋាភិបាលឯកបកនេះអាចនៅបន្តរស់រានមានជីវិតក្តោបអំណាចទៅទៀតព្រោះអីជំនួយក្រតកម្មបានពីផលនេះគឺវាជួយដល់ស្ថាប័ននេះអីចឹងទៅនេះគឺជាការលើកឡើងរបស់ពួកគាត់ហើយក៏គេលើកឡើងអំពីមនុស្សចំណិតឬក៏មនុស្សធំនៅក្នុងអង្គការចាត់តាំងនៃការឆបោកអនឡាញនេះគឺលើកលក្ខខណ្ឌដូចជាមានក្មួយរបស់លោកហ៊ុនសែនគឺលោកហ៊ុនតូដែលជាជាប់សាច់សាលរហិតចដូនមួយជាមួយនឹងហ៊ុនម៉ាណែតនឹងគេលើកឡើងចឹងទៅបើក្រុមហ៊ុនមួយធំឈ្មោះហ៊ុយវ៉ាន់ភេហ្នឹងទៅរដ្ឋាភិបាលជាតិអាមេរិកហ្នឹងក៏បានដាក់ទណ្ឌកម្មអីចឹងឥឡូវនេះបិទហើយក៏មានលោកចិនស៊ីដែលជាទីប្រឹក្សារបស់លោកហ៊ុនសែនពាក់ព័ន្ធនៅក្នុងការឆបោកនេះយ៉ាងក៏ក្រៅពេញពិភពលោកដែលចុងក្រោយរដ្ឋាភិបាលអាមេរិកក៏បានបង្កប់ប្រាក់អីចឹងទៅអានេះគាត់និយាយពីលោកលីយ៉ុងផាត់គាត់នៅអូស្មាច់តាក់ទងនឹងរដ្ឋាភិបាលជាតិអាមេរិកហ្នឹងក៏បានដាក់ទណ្ឌកម្មលោកអង្គការលីយ៉ុងផាត់ហ្នឹងដែរហើយនៅពេលដែលរឿងឆបោកអនឡាញហ្នឹងកំពុងតែកក្រើកហ្នឹងគេរំលឹករឿងមួយទៀតតាក់ទងនឹងកាលពីថ្ងៃទី15ខែមិថុនាឆ្នាំ2025គឺអតីតនាយករដ្ឋមន្ត្រីថៃអ្នកស្រីបថងឋានស៊ីនវ៉ាត់ដែលជាកូនស្រីពៅរបស់លោកថាក់ស៊ីនគឺគាត់នៅជានាយករដ្ឋមន្ត្រីនោះគឺបានហៅទូរស័ព្ទទៅលោកហ៊ុនសែនតាក់ទងនឹងពេលនោះហៅលោកហ៊ុនសែនថាជាមៀអីចឹងទៅហើយដែលបញ្យល់អំពីការដែលនិយាយដោះស្រាយបញ្ហារឿងចំនួនព្រំដែនហ្នឹងអាខ្សែអត្ថសម្លេងហ្នឹងក៏ត្រូវបានលោកហ៊ុនសែនថតសម្លេងនៅក្នុងការនិយាយគ្នាដែលធ្វើឲ្យសារនិយាយគ្នាដែលអ្នកស្រីបថងឋាននិយាយប៉ះពាល់ដល់មេតបថៃលោកប៊ុនស៊ីនបាត់ខ្លាំងអីចឹងហ្នឹងហើយត្រូវបានលោកហ៊ុនសែនបញ្ចេញជាសាធារណៈហើយក្នុងនេះគឺចាប់ផ្ដើមវិបត្តិចាប់ផ្ដើមមានពីពេលនោះមកគាត់និយាយចឹងដល់តែពេលមានចំនួនព្រំដែនភ្លាមលោកហ៊ុនសែនចាប់ផ្ដើមក៏ហៅឬក៏អំពាវនាវឲ្យពលករខ្មែរនៅថៃជាង400,000 នាក់ចង់និយាយថាមិនជាង400,000អំពាវនាវឲ្យពលករខ្មែរនៅថៃនឹងវិលត្រឡប់មកប្រទេសកម្ពុជាវិញដែលនេះខាងអ្នកវិភាគនេះចាត់ទុកថាជាការប៉ុនប៉ងធ្វើឲ្យសេដ្ឋកិច្ចថៃធ្លាក់នៅក្នុងស្ថានភាពមានវិបត្តិដោយសារតែយកកម្មករពលករខ្មែរយកមកវិញធ្វើឲ្យថៃកាំងស្ញែងសេដ្ឋកិច្ចអីចឹងទៅគាត់ថានេះគឺជាឈ្នួននៃសង្គ្រាមមួយដែរទី1គឺខ្សែអត្ថសម្លេងតាក់ទងនឹងប្រកូល taxing ទី2គឺតាក់ទងនឹងពេលដែលមានចំនួនហ្នឹងគឺលោកហ៊ុនសែនចាប់ផ្ដើមប្រមូលពលករឲ្យមកស្រុកខ្មែរវិញដែលជាគេចាត់ទុកថាជាចេតនាធ្វើឲ្យមានបញ្ហាដោយសារអីស្ថាបព័ត៌មាននិយាយថាថៃគឺគេរៀបចំឲ្យមានយន្តការមួយគឺកាត់បន្ថយកម្ដៅព្រំដែនដោយសារតែការដែលជួយរួមគ្នាចូលរួមគ្នាដោះស្រាយបញ្ហាឆបោកអនឡាញហ្នឹងក៏ប៉ុន្តែកម្ពុជាចាត់ទុកថាអានេះគឺជាការប៉ះឆ្នាំងបាយរបស់ខ្លួនដែលក្រុមគ្រួសារតកូលហ៊ុនអានេះក្នុងកសែតនេះនិយាយអញ្ចឹងហើយអញ្ចឹងទៅរឿងហ្នឹងក៏មានបញ្ហាឆ្លោះគ្នាហើយអ្វីដែលជារឿងដែលខុសច្បាប់មួយទៀតដែលខាងកសែតនេះនិយាយកម្ពុជាបាញ់កញ្ជ្រួចវង BM21 គឺចូលទៅតំបន់ជនស៊ីវិលរបស់ថៃដែលគេដកស្រង់ចេញមកគឺមានមន្ទីរពេទ្យមានក្រាសាំងមានផ្សារមានធ្វើឲ្យជនស៊ីវិល14នាក់ស្លាប់កាលពីដំបូងហ្នឹងរួមទាំងកុមារអាយុ15ឆ្នាំនិង8ឆ្នាំផងហើយនេះគឺជាការបំពានធ្ងន់ធ្ងរច្បាប់អន្តរជាតិស្តីអំពីការដែលយកកន្លែងជនស៊ីវិលធ្វើជាគោលដៅអញ្ចឹងកម្ពុជាតាមរយៈសារព័ត៌មាននេះថាប្រព្រឹត្តកំហុសគឺមានទាំងចេញខ្សែអត្ថសម្លេងដោយខុសច្បាប់ទី2គឺធ្វើឲ្យស្ថានភាពក្តៅដោយសារតែអំពាវនាវឲ្យពលករខ្មែរវិលមកស្រុកខ្មែរវិញដែលធ្វើឲ្យសេដ្ឋកិច្ចថៃមានបញ្ហាលំបាកក្នុងន័យថាធ្វើឲ្យថៃក្តៅក្រហាយដែរហើយចុងក្រោយមកគឺបន្ទាប់ទៀតតកតងកម្ពុជាគឺមានរឿងពីរនឹងធំដែលខាងសារព័ត៌មាននេះគឺផ្ដោតកំហុសកម្ពុជាតែរឿងការពារក្រុមបនលបែងឆបោកអនឡាញហើយដោយសារតែឃើញអ្នកស្រីបៃថងឋានហ្នឹងចង់យកការប្រយុទ្ធប្រឆាំងបនលបែងអនឡាញហ្នឹងគឺធ្វើជាយុទ្ធនាការនយោបាយកុំឲ្យខាងយោធាថៃឬក៏គេចង់ធ្វើរដ្ឋប្រហាររដ្ឋាភិបាលនេះគឺយកការដែលរំលាយអង្គការចាត់តាំងឆបោកអនឡាញហ្នឹងគឺជារឿងធំដែលធ្វើឲ្យប៉ះពាល់ដល់ឆ្នាំងបាយនៃការដឹកនាំប្រទេសរបស់កម្ពុជានេះទៅវិញអាហ្នឹងជាការបកស្រាយឲ្យដល់ពេលអញ្ចឹងលោកហ៊ុនសែនដើម្បីចង់កម្ចាយក្រុមគ្រួសារថាក់ស៊ីននេះក៏ចេញខ្សែអត្ថសម្លេងឲ្យបានដោយការគិតផងគឺគេក៏បានទាត់អ្នកស្រីបៃថងឋានចេញតឡាការកាត់ទោសកាត់អីចឹងទៅគាត់ក៏អស់តំណែងលោកថាក់ស៊ីនជាប់គុកជាប់ច្បាប់អីចឹងទៅហើយរឿងហ្នឹងក៏វាអានេះគឺថាជាកំហុសរបស់កម្ពុជាបាញ់កញ្ជ្រួចឬក៏ផ្លោង BM21 ចូលដែនស៊ីវិលដែលធ្វើឲ្យស្លាប់ប្រជាពលរដ្ឋស៊ីវិលដែលជាកំហុសប្រព្រឹត្តខុសច្បាប់អន្តរជាតិដែរអាហ្នឹងគឺគេចោទចឹងនៅគេរកឃើញចឹងឥឡូវថៃវិញខុសអីគេខ្លះថៃខុសច្រើនជាងកម្ពុជាដែរនិយាយទៅគឺគេស្មើភាពគ្នាដែរនៅថ្ងៃទី23ខែកក្កដាទាហានថៃជន់មីននៅពេលដែលជន់មីន24ម៉ោងក្រោយមកគឺថៃចាប់ផ្ដើមឡើងយន្តហោះ F16 គឺទម្លាក់គ្រាប់យ៉ាងស្រោចចូលក្នុងដីកម្ពុជាយន្តហោះ16ថៃនេះតាំងពីឆ្នាំ1988មកគឺមិនសូវប្រើច្រើនដូចពេលនេះទេអញ្ចឹងធ្វើឲ្យប្រជាពលរដ្ឋជំលះចេញរាប់សែននាក់អញ្ចឹងទៅអាហ្នឹងគឺរឿងទី1តកតងនឹងរឿងទម្លាក់គ្រាប់ដោយសារផ្ទុះ
អាវុធលើកដំបូងហើយនេះគឺជាចំណុចចាប់ផ្ដើមនៃការដែលធ្វើឲ្យសង្គ្រាមនឹងខុសច្បាប់ដែលថៃមែនតើចង់បង្ក្រាបកម្ពុជាមែនតើតងនឹងរឿងដែលកើតឡើងពីខាងផ្ទៃក្នុងកម្ពុជាពីរឿងខ្សែអត់សម្លេងខ្សែអីចឹងមកប៉ុន្តែដល់ពេលថៃប្រយុទ្ធមកវិញគឺថៃចាក់ដៃខ្លាំងដែរអញ្ចឹងសារព័ត៌មាននេះនិយាយថាការដែលដោះស្រាយរបស់ថៃគឺចាប់ផ្ដើមធ្វើឲ្យសកម្មភាពនេះកាន់តែខុសច្បាប់ច្រើនដែររំលោភបំពានសពបែបយ៉ាងហើយទម្លាក់គ្រាប់បែកចង្កោមទៀតរហូតដល់ធ្វើឲ្យកុមារខ្មែរម្នាក់ដែលឈ្មោះសុវណ្ណនោះទៅរើសគ្រាប់បែកចង្កោមនឹងលេងអញ្ចឹងក៏ផ្ទុះគឺជាអក្រិតកម្មមួយដែលប៉ះពាល់ដល់ជនស៊ីវិលដែលរំលោភច្បាប់អន្តរជាតិដែរអានេះអ្វីដែលកាសែតនេះនិយាយហើយបន្តទៅទៀតគឺតកតងនឹងរឿងដែលថៃបន្តឈ្លានពានកម្ពុជាគឺវាយសន្ធាប់ហើយពេលដែលវាយលើកទី1គ្រប់គ្រងតំបន់បានប្រមាណកន្លែងគេមិននិយាយទេក្រោយទី2ហ្នឹងគឺគ្រប់គ្រងតំបន់ដែលអធិបតេយ្យដែលប្រទីនបន្ទងគ្នាបានមកកណោទៀតកម្ពុជាទទួលស្គាល់14កន្លែងមានមន្ត្រីផ្សេងទៀតគេថាអាចលើសពីហ្នឹងលោកហ៊ុនម៉ាណែតក៏លើកឡើងថាថៃឈ្លានពានក្រោយបាត់ច្បាញ់លើសពីហ្នឹងមកទៀតអីចឹងទៅបាទន័យថានេះគឺជាចំណុចចាប់ផ្ដើមនៃការទន្ទ្រានឈ្លានពានរំលោភច្បាប់អន្តរជាតិរបស់ថៃមួយទៀតនៅពេលដែលគ្រប់គ្រងទន្ទ្រានឈ្លានពានដែនអធិបតេយ្យរបស់កម្ពុជាបានហើយថៃនាំមន្ត្រី FBI ដែលជាទីភ្នាក់ងារអន្តរជាតិសង្គ្រោះអាមេរិកដែនអធិបតេយ្យដទៃចូលមកក្នុងដែនអធិបតេយ្យនៅក្នុងការគ្រប់គ្រងរបស់ថៃដែលរឿងនេះក៏ជាការដែលមកដោយមិនមានការយល់ស្របពីម្ចាស់ផ្ទះកម្ពុជាបើទោះមានបទកិច្ចព្រមព្រៀងគ្នាថាណាឈរជើងណាប៉ុន្តែនាំទាហាន FBI សង្គ្រោះភ្នាក់ងារ FBI មកសារព័ត៌មាននិយាយថាតាមនេះគឺមិនសុំម្ចាស់ផ្ទះសិទ្ធអីចឹងទៅក៏ប៉ុន្តែលោកអនុទិនច័ន្ទរៈគុលកាលពេលនោះគឺអត់មានខ្វល់ទេគឺចង់បង្ហាញពិភពលោកថាថៃធ្វើអីក៏បានដើម្បីលួងចិត្តប្រជាពលរដ្ឋថៃថាថៃទន្ទ្រានឈ្លានពានកាន់កាប់ដីថៃកម្ពុជាហើយគឺយកស្អីមកក៏បានឲ្យតែគាត់ជាប់ជានាយករដ្ឋមន្ត្រីគឺជាការធ្វើឃោសនាដើម្បីឲ្យគាត់ជាប់ឆ្នោតដែរនឹងយុទ្ធនាការល្បិចដល់កគ្រប់ឬក៏ស្មោកគ្រោករបស់អនុទិនច័ន្ទរៈគុលដើម្បីជាប់ឆ្នោតពីពេលនោះដែរហើយយើងដឹងថាប្រជាពលរដ្ឋជាច្រើនក៏បាននាំគ្នាចាក់ចេញពីភូមិឋានពីអីចឹងទៅបន្តទៅទៀតគឺតកតងនឹងរឿងដែលថៃដែលប្រព្រឹត្តខុសជាច្រើនតកតងនឹងការរំលោភឈ្លានពានក៏មានគ្រឿងផ្លោងរបស់ថៃនឹងធ្លាក់ចូលតំបន់ស៊ីវិលអីស្លាប់ប្រជាពលរដ្ឋខ្មែរដែលជាជនស៊ីវិលអីចឹងទៅដូច្នេះតែពិតមានរឿងច្រើនទៀតបងប្អូនគាត់ថាអ្វីដែលសារព័ត៌មាននេះចង់ដកស្រង់ហើយចង់បញ្ជាក់នេះប្រាប់ថាកម្ពុជាមានចំណែកតកតងនៅក្នុងការបង្កើតឲ្យមានសង្គ្រាមនេះតកតងនឹងរឿងការឆបោកអនឡាញហើយអាការឆបោកអនឡាញនេះគឺរហូតដល់មានប៉ះពាល់នឹងរឿងអត់ព្រមជំនះប្រជាពលរដ្ឋចេញពីតំបន់កន្លែងដែលមានការផ្ទុះអាវុធយើងដឹងថាថៃទម្លាក់គ្រាប់ប៉ុន្តែអាគារឆបោកអនឡាញគឺអត់ជំនះមនុស្សចេញពីហ្នឹងទេដែលធ្វើឲ្យពួកគាត់ជាប់ផុងនៅទីនោះក៏ជាអ ுக ្រិតកម្មមួយដែរហើយអានេះវាស្របទៅនឹងអ្វីដែលមេធាវីលោក Richard Rogers ដែលតំណាងឲ្យរដ្ឋាភិបាលក្រៅប្រទេសនេះកំពុងដាក់ពាក្យប្តឹងទៅតុលាការព្រំដែនអន្តរជាតិចោទប្រកាន់រដ្ឋាភិបាលកម្ពុជាពីការខាំងមនុស្សដើម្បីធ្វើជាខែលមិនព្រមជំនះចេញនៅពេលដែលថៃទម្លាក់គ្រាប់បែកអីអញ្ចឹងទៅអាហ្នឹងគឺជាអ ுக ្រិតកម្មអន្តរជាតិដែរវាស្របទៅក្នុងនៃហ្នឹងអញ្ចឹងហើយបានជាមេធាវីអន្តរជាតិប្រហែលជាយកចំណុចហ្នឹងយកទៅប្តឹងតុលាការព្រំដែនអន្តរជាតិចោទប្រកាន់កម្ពុជាពីរឿងមានចំណែកនៅក្នុងការធ្វើឲ្យប្រព្រឹត្តបទអក្រិតប្រឆាំងមនុស្សជាតិនេះបាទហើយសរុបសេចក្តីមកគឺសង្ខេបបានន័យថាទាំងកម្ពុជាទាំងថៃមានចំណែកខុសដូចគ្នាគ្រាន់តែថាកម្ពុជាគឺកំហុសតាក់ទងនឹងការកាងក្រុមឆបោកអនឡាញដើម្បីក្រាញអំណាចហើយថៃចង់យកអាការដែលឆបោកអនឡាញបង្ក្រាបឆបោកអនឡាញហ្នឹងដើម្បីបន្តអំណាចរបស់គេដែរឲ្យប្រជាពលរដ្ឋថៃស្អំចិត្តដូចតកូថាក់ស៊ីនហ្នឹងព្រោះពងខ្លាចជាធូររដ្ឋបហាផងស្អំចិត្តប៉ុន្តែមិនបានដូចចិត្តដោយសារតែលោកហ៊ុនសែនបញ្ចេញសារអត់សម្លេងហ្នឹងធ្វើឲ្យអ្វីហ្នឹងគឺវារលាយសូន្យបងអស់ទៅជាចំនួនប្រដាប់អាវុធមួយដ៏ស្រួចស្រាលហើយថៃចាប់ផ្ដើមធ្វើខ្លាំងទៀតទៅដោយសារមានលោកអនុទិនច័ន្ទរៈគុលជានាយករដ្ឋមន្ត្រីថ្មីហើយដោយសារការបោះឆ្នោតនៅចិត្តហ្នឹងមែនតើក៏យកអាហ្នឹងគឺជាយុទ្ធសាស្ត្រមួយដើម្បីយកសម្លេងឆ្នោតហើយបានដូចចិត្តទៀតដោយសារតែប្រជាពលរដ្ឋថៃគឺជានិយមជ្រុលក៏ធ្វើឲ្យសង្គ្រាមនេះคล้ายទៅជាសង្គ្រាមស្មោកគ្រោក Nasty War ដោយលោក